មនុស្សជាង5លាននាក់អាចនឹងត្រូវបានបាត់បង់អំពីការធានារ៉ាប់រង Medicaid របស់ពួកគេប្រសិនបើតម្រូវការមានការផ្លាស់ប្ដូរបាទសួស្តីបងប្អូនអរគ្នានៅក្នុងថ្ងៃនេះគឺខ្ញុំដកស្រង់សារព័ត៌មានចេញអំពី Newsweek ប្រសិនបើបងប្អូនមិនទាន់បានចុច Subscribe បាទកុំភ្លេចចុច Subscribe ដើម្បីទទួលបាននៅវីដេអូថ្មីៗនៅពេលដែលខ្ញុំ upload អញ្ចឹងមុននឹងបន្តទៅទៀតខ្ញុំចង់បញ្យល់បងប្អូនអំពីពាក្យថា Medicaid ឬក៏ Medicare គឺជាកម្មវិធីធានារ៉ាប់រងសុខភាពរបស់សហព័ន្ធសម្រាប់អ្នកដែលមានអាយុចាប់ពី65ឆ្នាំឡើងទៅឬមានពិការភាពឯចំណែកឯពាក្យថា Medicaid គឺជាកម្មវិធីរបស់សហព័ន្ធនិងរដ្ឋរួមគ្នាដែលផ្ដល់ការធានារ៉ាប់រងសុខភាពសម្រាប់បុគ្គលដែលមានប្រាក់ចំណូលទាបនិងគ្រួសារដែលមិនគិតអំពីអាយុជនជាតិអាមេរិកជាង5លាននាក់មានហានិភ័យនៅក្នុងការបាត់បង់ការធានារ៉ាប់រង Medicaid ប្រសិនបើសភាអនុម័តតម្រូវការការងារនៅក្នុងឆ្នាំ2026នេះបើយោងទៅតាមរបាយការណ៍ថ្មីពីមូលនិធិ Robert Wood Johnson Newsweek បានទាក់ទងទៅកាន់មជ្ឈមណ្ឌលសម្រាប់ Medicare និង Medicaid សម្រាប់មតិយោបល់តាមរយៈអ៊ីមែលមនុស្សជាង80លាននាក់នៅសហរដ្ឋអាមេរិកគឺពឹងផ្អែកទៅលើ Medicaid សម្រាប់ការគ្របដណ្ដប់ទៅលើការថែទាំសុខភាពនៅសហរដ្ឋអាមេរិកប៉ុន្តែអ្នកទាំងនេះជាច្រើនអាចត្រូវបានដកចេញអំពីកម្មវិធីប្រសិនបើសភាអនុម័តតម្រូវការការងារទូទាំងប្រទេសរដ្ឋជាច្រើនបានពង្រីកការធានារ៉ាប់រងនៅក្នុងឆ្នាំថ្មីនេះហើយតម្រូវការការងារថ្មីទំនងជានឹងធ្វើឲ្យមនុស្សរាប់លាននាក់ទៅដោយគ្មានការធានារ៉ាប់រងសុខភាពរបស់ពួកគេភាគច្រើននៃអ្នកដែលបាត់បង់ការរ៉ាប់រង Medicaid នឹងត្រូវដកចេញអំពីកម្មវិធីដោយសារការភ័ន្តច្រឡំលើតម្រូវការរាយការណ៍ថ្មីរបាយការណ៍បានរកឃើញថាមិនមែនដោយសារតែពួកគេពិតជាមិនមានការងារធ្វើនោះទេនៅក្នុងចំណោមអ្នកទទួលផល Medicaid 9នាក់នៅក្នុងចំណោម10នាក់គឺធ្វើការហើយពួកគេគឺកំពុងស្វែងរកការងារធ្វើឬបំពេញទៅតាមលក្ខណៈវិនិច្ឆ័យលើកលែងផ្សេងទៀតដូចជាការចូលរៀនឬក៏ពិការភាពការទទួលយកតម្រូវការការងារ Medicaid គឺជាដំណោះស្រាយមួយដែលស្នើឡើងដោយគណៈបកសាធារណៈខណៈដែលពួកគេធ្វើការដើម្បីកាត់បន្ថយចំណាយរបស់រដ្ឋាភិបាលប្រធានាធិបតី Donald Trump បានបង្កើតនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាលថ្មីគឺ DOGE ដែលដឹកនាំដោយ Elon Musk ដើម្បីកាត់បន្ថយការចំណាយរបស់សហព័ន្ធហើយ Medicaid គឺជាកម្មវិធីកំពូលមួយដែលអ្នកវិភាគរំពឹងថានឹងទទួលបានការកាត់បន្ថយថវិកាថ្មីដែលត្រូវអនុម័តដោយសភាក៏អំពាវនាវឲ្យមានការកាត់បន្ថយការចំណាយចំនួន$880,000 លានដល់គណៈកម្មាធិការធម្មពលនិងពាណិជ្ជកម្មដែលគ្រប់គ្រងដោយ Medicaid តម្រូវការការងារអាចជាមធ្យោបាយមួយដើម្បីកាត់បន្ថយថវិកាដែលត្រូវការសម្រាប់កម្មវិធីនេះទោះជាយ៉ាងណាក៏ដោយលោក Trump បានសន្យាថា Medicaid និង Medicare ដែលបម្រើដល់ប្រជាជនអាមេរិកដែលមានវ័យចំណាស់នឹងនៅតែមិនត្រូវបានគេប៉ះពាល់ទេលោក Kevin Thompson អ្នកជំនាញផ្នែកហិរញ្ញវត្ថុនិងជាស្ថាបនិកនិងជានាយកប្រតិបត្តិនៃ 9i Capital Group បានប្រាប់ Newsweek ថាសម្រាប់ Medicaid នឹងមានការសន្សំថវិកាយ៉ាងជាក់លាក់នៅក្នុងកម្មវិធីនេះដោយសារមនុស្សនឹងត្រូវបានគេដកចេញប្រសិនបើយើងក្រឡេកមើលទៅក្នុងរដ្ឋាភិបាលរបស់លោក Donald Trump កាលពីអាណត្តិមុនគឺបានយករដ្ឋមួយគឺរដ្ឋ Arkansas ជាឧទាហរណ៍អ្នកដែលបាត់បង់ការធានារ៉ាប់រងគឺមិនចាំបាច់មិនមានសិទ្ធិទទួលបានធានារ៉ាប់រងនោះទេពួកគេគឺជាមនុស្សដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ប៉ុន្តែត្រូវបានទម្លាក់ចោលដោយសារពួកគេមិនបានរាយការណ៍ពីស្ថានភាពការងារឬមិនបានចងក្រងឯកសារស្ដីអំពីសិទ្ធិលើកលែងនោះហើយគឺជាអន្ទាក់លោក Fong បាននិយាយថាវាទំនងជាការបង្កើតតម្រូវការការងាររបស់សហព័ន្ធសម្រាប់ Medicaid និងកាត់បន្ថយចំនួនប្រាក់ដែលបានចំណាយតាមរយៈប្រព័ន្ធ Medicaid ដោយសារតែចំនួនចុះឈ្មោះគឺទាបជាងមុនទោះជាយ៉ាងណាក៏ដោយ
តម្រូវការនេះអាចធ្វើឲ្យវាពិបាកពេកសម្រាប់អ្នកដែលពិតជាត្រូវការ Medicaid ដើម្បីមានលក្ខណៈគ្រប់គ្រាន់និងបន្តទទួលបានអត្ថប្រយោជន៍នោះលោក Fong បាននិយាយថាបុគ្គលទាំងនេះជាច្រើននៅតែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ Medicaid ប៉ុន្តែត្រូវបានលុបចោលដោយសារតែនីតិវិធីដែលត្រូវបានគេស្គាល់ថាជាបញ្ហាខាងផ្នែកឯកសារវិញប្រសិនបើមនុស្សរាប់លានអ្នកបាត់បង់ការធានារ៉ាប់រងពួកគេទំនងជាប្រឈមមុខនឹងបំណុលថ្លៃពេទ្យឬក៏រស់នៅជាមួយនឹងលក្ខខណ្ឌដែលមិនអាចព្យាបាលខ្លួនរបស់គេបានលោក Thompson បាននិយាយថាទាំងអស់ដោយសារតែតម្រូវការរដ្ឋាភិបាលដែលត្រូវបានរចនាឡើងដោយចេតនាដើម្បីបង្ខំមនុស្សឲ្យចេញអំពីប្រព័ន្ធការធានារ៉ាប់រងគឺ Medicaid ហើយនិង Medicare អញ្ចឹងនៅក្នុងសារព័ត៌មាននេះបាទគឺចង់សំដៅទៅលើការធានារ៉ាប់រងសុខភាពបាទគឺដែលដូចជា Medicare នឹងគឺជាកម្មវិធីមួយរបស់សហព័ន្ធសម្រាប់មនុស្សចាប់ពី65ឡើងទៅគឺខាង Medicare គឺខាងសហព័ន្ធខាង Federal ហ្នឹងគឺមានការជួយឧបត្ថម្ភឬក៏ជួយចេញថ្លៃពេទ្យជួយចេញថ្លៃព្យាបាលអីទាំងអស់ហ្នឹងសម្រាប់ Medicaid វិញគឺជាកម្មវិធីមួយដែលរួមគ្នាជាមួយនឹងសហព័ន្ធហើយនឹងរដ្ឋនីមួយៗបាទទាំងពីរហ្នឹងគឺបានប្រាក់ឧបត្ថម្ភនឹងមកគឺសម្រាប់ជួយដល់ប្រជាជនសហរដ្ឋអាមេរិកនឹងអ្នកណាដែលមានប្រាក់ចំណូលទាបនិយាយចំទៅគឺប្រជាជនក្រីក្រនឹងតែម្ដងហើយជាពិសេសទៅគឺសម្រាប់អ្នកដែលមានពិការភាពប៉ុន្តែត្រង់ចំណុចមួយនេះលោក Donald Trump បានបញ្ជាក់ឲ្យថាសម្រាប់ប្រជាជនអាមេរិកដែលមានវ័យចំណាស់សម្រាប់ចាស់ជរាគឺគាត់មិនប៉ះពាល់នៅកម្មវិធី Medicaid ឬក៏ Medicare របស់ពួកគេនោះទេគឺនៅតែផ្ដល់ឲ្យជាធម្មតាតែសម្រាប់អ្នកដែលមានអាយុក្រោម65ឬក៏អ្នកដែលអាចធ្វើការបានគឺត្រូវតែមានឯកសារនឹងត្រឹមត្រូវឬក៏គ្រប់គ្រាន់ទៅតាមលក្ខណៈនៃការទាមទាររបស់រដ្ឋាភិបាលថាត្រូវតែមានឯកសារមួយបញ្ជាក់ថាអ្នកទាំងអស់នឹងគឺខំរកការងារហើយគឺមិនទាន់បានអញ្ចឹងត្រូវមានឯកសារបញ្ជាក់គេថាបានរកការងារនឹងតាមរយៈណាទៅតាមប្រព័ន្ធអ៊ីនធឺណិតឬទៅតាម website ណាឬក៏ទៅតាមទីភ្នាក់ងារណាខ្លះអញ្ចឹងគឺត្រូវតែរាយការណ៍ឲ្យគេនឹងជារៀងរាល់អាទិត្យឬក៏ជារៀងរាល់ខែបាទនឹងបើសិនជាអាចធ្វើទៅតាមនឹងបានអញ្ចឹងគេនឹងផ្ដល់ Medicaid ឲ្យតទៅទៀតផ្ដល់ធានារ៉ាប់រងនឹងឲ្យតទៅទៀតប្រសិនបើកង្វះខាតប្រសិនបើមិនធ្វើតាមលក្ខខណ្ឌរបស់គេដែលត្រូវការនោះទេគឺគេនឹងផ្ដាច់ចោលគឺនឹងមិនអាចទទួលបានការធានារ៉ាប់រងសុខភាពនឹងបន្តទៅទៀតនេះទេដូច្នេះហើយបានជាអ្នកជំនាញនឹងគាត់បានស្មានថាគឺមានមនុស្សជាង5លានអ្នកនឹងត្រូវបាត់បង់ឬក៏គ្មានការធានារ៉ាប់រងសុខភាពរបស់ពួកគេនៅក្នុងឆ្នាំ2026ប្រសិនបើសភាអនុម័តនៅច្បាប់នោះហើយបើសិនជាបងប្អូនយល់ឃើញយ៉ាងណាហើយចង់បញ្ចេញយោបល់របស់បងប្អូនហើយនៅអ្វីដែលបងប្អូនបានដឹងបានយល់ឃើញមានគំនិតផ្ទាល់ខ្លួនចង់បញ្ចេញឬក៏ចង់ចែករំលែកនោះបាទកុំភ្លេចសរសេរ comment នៅខាងក្រោមហើយជាចុងក្រោយក៏សូមជូនពរបងប្អូនឲ្យមានសុខភាពល្អ